ជំរាបសួរអ្នកទាំងគ្នាអ្នកទាំងធ្លាប់ពេលដែលយើងចង់ធ្វើអ្វីមួយឬក៏យើងប្រាប់គំនិតយើងទៅអ្នកដទៃណាហើយយើងនិយាយថាយើងចង់ធ្វើអ្វីមួយខ្ញុំឧទាហរណ៍ថាដូចខ្ញុំចង់និពន្ធសភៅអញ្ចឹងនៅពេលដែលយើងប្រាប់ទៅគំនិតយើងទៅអ្នកណាម្នាក់អញ្ចឹងគាត់និយាយថានិពន្ធធ្វើអីគ្មានណាគេអានទេគេអត់ចូលចិត្តអានសភៅទេសង្គមនេះគឺគេចូលចិត្តលេង Facebook ឬក៏ធ្វើអីផ្សេងៗអញ្ចឹងណាអញ្ចឹងបើចំណាយពេលទេនាំតែវាមិនបានអ្វីត្រឡប់មកវិញអញ្ចឹងណាប៉ុន្តែសម្រាប់យើងវិញយើងមានគំនិតមួយថាយើងចង់ចែករំលែកនៅសមត្ថភាពឬក៏ចំណេះដឹងឬក៏អ្វីៗដែលយើងបានឆ្លងកាត់ហ្នឹងទៅអ្នកដែលគាត់អត់ទាន់បានដឹងអញ្ចឹងហើយមិនមែនថាតែរឿងនិពន្ធសភៅទេរឿងអីក៏ដោយជាច្រើនឲ្យតែយើងនិយាយទៅគឺតែងតែមានគេនិយាយថាអត់កើតទេធ្វើចេះមិនកើតទេធ្វើចុំកើតធ្វើអីក៏អត់កើតដែរតែបើសម្រាប់ខ្ញុំខ្ញុំគិតថាអញ្ចឹងកុំគិតអញ្ចឹងទោះបីជាអ្នកដទៃគេថាបែបមិនក៏ដោយសំខាន់តើអ្វីដែលយើងកំពុងតែធ្វើអ្វីដែលយើងកំពុងតែគិតហ្នឹងវានៅលើផ្លូវត្រូវអត់ឥឡូវខ្ញុំឧទាហរណ៍ថាខ្ញុំនិពន្ធសភៅតម្រាំខ្ញុំនិពន្ធសភៅបានមួយក្បាលខ្ញុំឆ្លងកាត់គ្រប់ឧបសគ្គទាំងអស់មិនបាច់ថាឧបសគ្គអីទេសូម្បីតែពេលខ្លះយើងកំពុងតែអង្គុយសរសេរហ្នឹងក៏កូនរបស់យើងក៏គាត់មករំខានយើងក៏មានអ្វីផ្សេងទៀតដែលរំខានដែលប៉ះពាល់ដល់អារម្មណ៍របស់យើងអញ្ចឹងសួរថាសភៅមួយក្បាលអារម្មណ៍យើងនិពន្ធចេញយើងចំណាយរយៈពេលប្រមាណយើងលះបង់អីគេខ្លះហើយពេលដែលយើងបោះពុំចេញហើយយើងត្រូវរកទីផ្សារបែបម៉េចដើម្បីចែកចាយទៅដើម្បីប្រមូលបានអត្ថវិការដែលយើងបោះពុំទៅត្រឡប់មកវិញខ្ញុំដឹងថាទាំងអស់ហ្នឹងគឺសិតតែជារឿងលំបាកប៉ុន្តែបើសម្រាប់ខ្ញុំគិតថាធ្វើសិនទៅអ្នកណាក៏ដោយឲ្យតែមកជួបខ្ញុំអ្វីដែលជាការលើកទឹកចិត្តរបស់ខ្ញុំគឺធ្វើសិនទៅមានពេលខ្លះបើយើងនៅតែដេកសម័យថាយើងធ្វើនេះមិនកើតយើងធ្វើនោះមិនកើតមួយជីវិតហ្នឹងអ្វីក៏យើងធ្វើមិនបានសម្រេចសំបីតែរឿងខ្ញុំឧទាហរណ៍ថានៅពេលដែលយើងចង់សម្រកគីឡូនៅពេលដែលយើងគ្រាន់តែយើងកុំគិតថាការដែលឡើងគីឡូហើយចង់សម្រកគីឡូគឺជារឿងងាយមិនងាយទេពិបាកខ្លាំងណាស់ដោយសារអីសម័យកាលនេះសម្បូររបស់ញ៉ាំសម្បូររបស់ដែលឆ្ងាញ់អញ្ចឹងកាលណាដែលយើងឃើញថ្ងៃហ្នឹងយើងគិតថាយើងសម្រកអីតែដល់ពេលយើងឃើញយើងទប់អារម្មណ៍យើងមិនបានទេអញ្ចឹងវាដូចគ្នាតែសួរថាតើយើងមានឆន្ទៈប៉ុណ្ណានៅក្នុងការធ្វើរឿងទាំងអស់ហ្នឹងវាទាមទារនឹងការលះបង់វាទាមទារនឹងការអត់ធ្មត់ខ្លាំងណាស់អញ្ចឹងសម្រាប់ខ្ញុំអ្នកណាក៏ដោយឲ្យតែជួបខ្ញុំគាត់ចង់ធ្វើអ្វីមួយឲ្យតែគាត់ធ្វើនឹងទៅវាផ្ដល់អត្ថប្រយោជន៍ឲ្យគាត់ផ្ដល់ផលចំណេញឲ្យគាត់មិនប៉ះពាល់ដល់អ្នកណាខ្ញុំតែងតែលើកទឹកចិត្តថាធ្វើទៅខ្ញុំអត់ដែលបំបាក់ទឹកចិត្តគាត់ទេដោយសារអីខ្ញុំយល់អារម្មណ៍មួយនឹងច្បាស់ណាស់ពីព្រោះខ្ញុំឆ្លងកាត់ហើយពេលខ្លះខ្ញុំធ្វើរឿងខ្លះសំបីតែម្នាក់ក៏អត់មានអ្នកគេគ្រប់គ្រងខ្ញុំដែរគឺមានតែខ្លួនឯងទេគ្រប់គ្រងខ្លួនឯងប៉ុន្តែខ្ញុំនៅតែព្យាយាមតស៊ូធ្វើអញ្ចឹងព្រោះខ្ញុំគិតថាឲ្យតែខ្ញុំដើរនៅលើផ្លូវត្រូវរឿងទាំងអស់ហ្នឹងវាអត់មានអ្វីដែលគួរខ្លាចនោះទេអត់មានអ្វីគួរឲ្យខ្លាចសម្រាប់មនុស្សស្រីជាងការដែលឆ្លងទលេនោះទេជាងការដែលសម្រាលកូននោះទេអញ្ចឹងនៅពេលដែលយើងធ្វើរឿងទាំងអស់ហ្នឹងបានហើយយើងគិតថារឿងអីផ្សេងទៀតវាអត់មានអីធំជាងនឹងទេពីព្រោះការដែលយើងឆ្លងទលេគឺយើងយកជីវិតយើងយកទៅបដូរជាពិសេសដូចខ្ញុំឆ្លងទលេកូន2នាក់កូនភ្លោះអញ្ចឹងសួរថាតើខ្ញុំលះបង់អីគេខ្លះអញ្ចឹងអាការឈឺចាប់នោះណាបើប្រៀបធៀបមកការឈឺចាប់រាល់ថ្ងៃនេះឬក៏បញ្ហាដែលយើងជួបរាល់ថ្ងៃនេះកពិតកប៉ុកណាតូចតាចណាគ្រាន់តែពាក្យបដិសេធរបស់គេម្នាក់2នាក់10 20 30 40នាក់នៅពេលដែលយើងលក់ផលិតផលឬក៏យើងលក់អីមួយអត់មានអីមកប៉ះពាល់អារម្មណ៍ខ្ញុំទេអត់មានអ្វីមកប៉ះពាល់ឲ្យខ្ញុំឈឺចាប់ទេមនុស្សយើងម្នាក់រស់នៅរាល់ថ្ងៃអង្គុយកើតទៅទុកតែអត់ព្រមអង្គុយកើតសុខសោះហេតុអីខ្ញុំអត់យល់អង្គុយរនឹកទៅរឿងឈឺចាប់រនឹកទៅរឿងកើតទុកតែមិនដែលអង្គុយរនឹកពីរឿងសុបាយសោះហើយបញ្ហាខ្លះដែលកើតក្នុងជីវិតរបស់យើងវាប៉ះពាល់យើងតែ 10% ទេអាបញ្ហាហ្នឹងប៉ុន្តែវាប៉ះពាល់ដល់ផ្លូវចិត្តនិងអារម្មណ៍របស់យើង 90% ហើយយើងសួរត្រឡប់មកវិញថាបញ្ហាហ្នឹងមិនមែនទោះសម្រាប់មនុស្សណាមិនមែនយើងដោះស្រាយមិនចេញណាមិនក៏វាធ្ងន់ធ្ងរវាសើរៀងហ្មងអញ្ចឹងហេតុអីក៏យើងមិនព្រមវាដោះវាម្ដងមួយថាបញ្ហាហ្នឹងជាបញ្ហាអីគេមិនមែនគ្រប់រឿងទាំងអស់សិតតែយើងគ្រប់គ្រងបានទេមិនមែនសិតតែរឿងទាំងអស់យើងដោះស្រាយបានទេបញ្ហាដូចគ្នាបញ្ហាខ្លះយើងបាច់ដោះស្រាយទុកវាចោលក៏ជាដំណោះស្រាយមួយដែរអញ្ចឹងហើយអ្នកនរគ្នាពេលខ្លះយើងគិតអញ្ចឹងលើកទឹកចិត្តខ្លួនឯងក៏ដូចជាលើកទឹកចិត្តអ្នកដទៃជួយព្យាយាមហើយពេលដែលឃើញបុគ្គលណាម្នាក់គាត់ធ្វើអីមួយលើកទឹកចិត្តគាត់ទៅលើកទឹកចិត្តគាត់ឲ្យគាត់ធ្វើទៅឲ្យតែគាត់ធ្វើល្អឲ្យតែគាត់ធ្វើដើរនៅលើផ្លូវត្រូវវាអត់មានអីខាតនោះទេក្នុងនាមយើងជាមនុស្សជាតិដែលយើងរស់នៅក្នុងសង្គមដូចគ្នាណាអញ្ចឹងយើងព្យាយាមធ្វើអ្វីដែលល្អអ្វីដែលវាផ្ដល់អត្ថប្រយោជន៍ដល់ទាំងអស់គ្នាកុំព្យាយាមបំបាក់ទឹកចិត្តគ្នាពេលដែលជួបគ្នាម្ដងអត់មានអីក្រៅពីនិយាយបំបាក់ទឹកចិត្តអត់មានអីក្រៅពីនិយាយទៅមិនរួចទេធ្វើមិនកើតទេកុំទៅអញ្ចេះកុំទៅអញ្ចោះខ្ញុំនិយាយមែនតើណាពេលខ្លះទៅបើជីវិតរបស់ខ្ញុំធ្លាក់ដល់ដំណាក់កាលមួយទោះបីដឹកខ្ជុងលក់ដឹកផ្លែដូងដល់លក់ក៏ខ្ញុំធ្វើបានដែរព្រោះដោយសារអី
ការអានសភៅការផ្លាស់ប្ដូរខ្ញុំវាច្រើនមែនទែនដល់ឥឡូវនេះសភៅមួយរបស់ Pride Fantasy ដែលខ្ញុំអាននេះខ្ញុំអានរយៈពេលតាំងពី2020រហូតមកដល់ឥឡូវខ្ញុំយកមកអានវាចប់3 4 ដងតែខ្ញុំនៅតែអានហើយខ្ញុំនៅតែលើកទឹកចិត្តអ្នកនរគ្នាថាបើចង់មានលុយចាយច្រើនណាអត់មានអីក្រៅពីការលក់នោះទេរៀនលក់ចង់និយាយថាខ្ញុំសំដៅទៅលើការលក់មិនថាផលិតផលមិនថាលក់អ្វីផ្សេងក៏ដោយសូម្បីតែអ្នកលក់លីហាលក៏លក់អីក៏ដោយនៅពេលដែលយើងចេះលក់ហើយយើងចេះរកហើយយើងចេះសំយើងចេះចាយហើយអ្វីលុយដែលខ្ញុំនិយាយតាំងពីមុនមកចឹងលុយដែលបានមកពីកម្លាំងញើសឈាមយើងខ្លួនវាក៏អូបណាស់ហើយចាយទៅយើងសប្បាយចិត្តណាស់យើងទិញអ្វីមកដោយកម្លាំងញើសឈាមយើងគឺយើងមានមោទនភាពណាស់អញ្ចឹងព្យាយាមយកសមត្ថភាពយកខួរក្បាលយើងមកប្រើអស់ដើម្បីបានអ្វីដែលយើងចង់បានហើយទាំងអស់ហ្នឹងខ្ញុំឆ្លងកាត់ហើយបើខ្ញុំយកមកចែកម្លែកចាហ្នឹងខ្ញុំមានតែប៉ុណ្្នឹងអរគុណ